ជំរាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំបានធ្វើការបង្ហាញពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងថ្នាក់រៀនសម្រាប់ថ្នាក់បឋមសិក្សាអញ្ចឹងប្រព័ន្ធនេះដែរអញ្ចឹងជាដំបូងគ្រូអ្នកគ្រូដែលបើកនៅក្នុងកុំព្យូទ័រដំបូងបាទដែលប្រើ Office 2021ឡើងលោកគ្រូគ្រាន់តែយើងបិទ System នេះសិនមកតើមកយើងคลิกលើ System នឹងមកយកពាក្យថា Property ដោះពាក្យថា Unlock យើងចុចពាក្យ Apply OK បាទអញ្ចឹងប្រព័ន្ធវានឹងដំណើរការ Macro បាទអញ្ចឹងអានឹងយើងធ្វើសម្រាប់តែ Office 2021ឡើងទេណាសម្រាប់ Office 2021ឡើងដោយកុំព្យូទ័រដែលអត់ដែលបើកវាអត់ដែលបើកអញ្ចឹងយើងធ្វើតែម្ដងទេធ្វើតែម្ដងហ្នឹងហើយយើងបើករហូតអញ្ចឹងយើងបើកប្រើតែម្ដងបើ Office 2019ចុះមិនបាច់ធ្វើទេបើកប្រើតែម្ដងបាទអាហ្នឹងគឺវាបើក Macro ដើម្បីដំណើរការនឹងសម្រាប់ Office 2021ឡើងដែលកុំព្យូទ័រដែលមិនដែលបើកវាណាអញ្ចឹងប្រព័ន្ធនេះដែរជាដំបូងយើងមានគេបំពេញព័ត៌មានគ្រូបាទអញ្ចឹងយើងចូលទៅកំណត់បាទអញ្ចឹងនេះយើងចូលទៅកំណត់មកបាទមានបញ្ចូលព័ត៌មានខាងក្រោមបាទព័ត៌មានផ្ទាល់ខ្លួនយើងបំពេញហូហែនេះមកហើយវាមានប្រឡោះនេះក្នុងនេះគឺមានឆមាសទី1ខាងនេះឆមាសទី2បាទអញ្ចឹងក្នុងឆមាសទី1នេះយើងអាចប្ដូរខែបានយើងចូលរៀនពីខែណាយើងអាចប្ដូរវាបានក្នុងនេះវាមាន12ខែអញ្ចឹងយើងអាចចូលមកជ្រើសរើសបាទអញ្ចឹងយើងចូលជ្រើសរើសវាមកបាទអញ្ចឹងក្នុងប្រព័ន្ធនេះគឺខែចុងក្រោយនេះគឺអត់បានយកអញ្ចឹងអត់បានយកយើងយកពាក្យថាមិនយកអញ្ចឹងបាទសម្រាប់ផ្នែកឆមាស2ដូចគ្នាយើងចូលជ្រើសរើសមកបាទហើយមុននឹងចេញចំណាត់ថ្នាក់នឹងតារាងកិត្តិយសយើងគ្រាន់បំពេញច័ន្ទគតិសូរិយគតិនេះមកបាទហើយខាងក្រោមនេះសម្រាប់តារាងផ្សេងនេះគឺសម្រាប់តារាងនៅក្នុងបញ្ជីផ្សេងបាទយើងបំពេញពីនេះបាទហើយវាមាននិទេសយើងអាចជ្រើសរើសបាននិទេសមាន4បាទមានខ្មែរបាទហើយមានអង់គ្លេសបាទមាននិទេសខ្មែរដែរតែនេះតែ4ទេនិទេស4បាទល្អបង្គំខ្ញុំខ្សោយហើយមាននិទេសខ្មែរ1បាទខ្មែរ1នេះវាមាន5បាទអញ្ចឹងនិទេសយើងអាចជ្រើសរើសបាន4បាទជាទូទៅគេដាក់និទេសនេះបាទនៅខាងបឋមណាបាទបន្ទាប់មកយើងរៀបចំរួចអស់ហើយយើងគ្រាន់តែចុច save ចុចមកជាការស្រេចបាទហ្នឹងព័ត៌មានយើងបាទអញ្ចឹងអាកន្លែង input data system គឺមានន័យថាយើងទាញទិន្នន័យពី file ចាស់មកដាក់ file ថ្មីបាទអាហ្នឹងអត់មានអីទេបាទយើងបដូរ file បាទយក file ថ្មីនេះព្រោះ file ថ្មីនេះគឺអូតូច្រើនដែរណាបាទងាយស្រួលដល់គ្រូបាទអញ្ចឹងយើងមក home វិញមកយើងមានបំពេញប្រវត្តិរូបសិស្សអញ្ចឹងបំពេញប្រវត្តិរូបសិស្សនេះយើងដាក់ប្រព័ន្ធនេះខ្ញុំធ្វើដាក់បានសិស្សតែ60នាក់ទេបាទអញ្ចឹង60នាក់អញ្ចឹងក្នុងការបញ្ចូលប្រវត្តិរូបសិស្សសំខាន់បំផុតគឺអត្តលេខបាទប្រព័ន្ធដែលខ្ញុំបង្កើតគឺសំខាន់បំផុតគឺអត្តលេខអត់អត្តលេខវាអត់ដំណើរការទេហ្វាល់ខ្លះអត់ដំណើរការទេអញ្ចឹងយើងបញ្ចូលអត្តលេខយើងបញ្ចូលឈ្មោះមានអក្សរឡាតាំងគឺយើងបញ្ចូលទៅភេទបាទអញ្ចឹងយើងត្រង់ភេទនេះយើងបញ្ចូលតែបហើយនឹងសទេណាបាទក្នុងករណីថាយើងចង់លុបឈ្មោះវាចង់លុបឈ្មោះសិស្សណាបាទយើងដាក់ស1ឬក៏ប1ហ្នឹងសម្រាប់ឆមាស1បាទខ្ញុំដាក់នៅក្នុងនេះហើយសម្រាប់ស2ឬប2ឆមាស2បាទអញ្ចឹងយើងមិនបាច់ត្រឡប់វាទេណាយើងក៏ដាក់ប្រភេទនៃភេទហ្នឹងគឺវានឹងលុបឲ្យស្វ័យប្រវត្តិហើយអញ្ចឹងព័ត៌មានផ្សេងយើងត្រូវការយើងត្រូវតែបំពេញវាទាំងអស់មកបាទអញ្ចឹងវាមានច្រើនយើងបំពេញវាហូរហែមកបំពេញវាច្រើនទាំងអស់មកយើងនឹងមានព័ត៌មានទាំងអស់ងាយស្រួលបាទអញ្ចឹងព័ត៌មាននេះទាំងអស់នេះយើង
បើសិនជាយើងអត់ត្រូវការព័ត៌មានទាំងអស់ទេយើងក៏នៅបំពេញអត្តលេខឈ្មោះភេទក៏ប្រព័ន្ធមានដំណើរការឲ្យដែរបាទអញ្ចឹងព័ត៌មានផ្សេងបើយើងត្រូវការយើងបំពេញវាមកអញ្ចឹងថ្ងៃខែឆ្នាំកំណើតគឺយើងបញ្ចូលទៅតាមទម្រង់កុំព្យូទ័ររបស់លោកគ្រូអ្នកគ្រូបាទអញ្ចឹងបើសិនជាកុំព្យូទ័ររបស់លោកគ្រូអ្នកគ្រូដើរថ្ងៃទីរួចខែឆ្នាំយើងបំពេញតាមនឹងមកតែបើកុំព្យូទ័រដើរខែថ្ងៃទីឆ្នាំយើងពេញខែមុនថ្ងៃទីឆ្នាំបាទវាទម្រង់ថ្ងៃខែចំណាត់វាចាប់នៅលើកុំព្យូទ័រអញ្ចឹងកុំព្យូទ័ររត់មិនយើងបំពេញវាបែបហ្នឹងបាទអញ្ចឹងព័ត៌មានគឺយើងបំពេញតែប៉ុណ្្នឹងមកបាទគឺមកការបំពេញអញ្ចឹងបំពេញប្រវត្តិរូបសិស្សរួចហើយកាតសម្គាល់ខ្លួនសិស្សបាទអញ្ចឹងយើងកាតសម្គាល់ខ្លួនសិស្សអត់មានរូបថតទេអញ្ចឹងក្នុងបឋមខ្ញុំអត់មានរូបថតទេអញ្ចឹងខ្ញុំយករូបថតថ្នាក់ទី9មកឧទាហរណ៍ណាអញ្ចឹងខ្ញុំបញ្ចូលរូបថតយើងដើម្បីបញ្ចូលរូបថតយើងត្រូវដាក់ cursor ឲ្យចំទីតាំងរូបថតរួចចុចលើបេតុងបញ្ចូលរូបថតចង់បញ្ចូលទាំងអស់ដូរឈ្មោះរូបថតទៅតាមលេខរៀងពីតូចទៅធំរួចចុចលើបេតុងបញ្ចូលរូបថតបន្ទាប់មកคลิกរូបថតទាំងអស់បាទនេះបើសិនជារូបថតយើងមានទាំងអស់ហើយវាទៅតាមលេខរៀងនេះហើយយើងคลิกវាទាំងអស់មកដាក់មកចំឈ្មោះលើគេមកបាទនឹងត្រង់លេខរៀងទី1មកវារត់ចូលឲ្យទាំងអស់អញ្ចឹងក្នុងរូបថតនេះវាអត់មានលេខរៀងដូចគ្នាទេអញ្ចឹងខ្ញុំឧទាហរណ៍ផ្ទាល់បាទជាដំបូងយើងដាក់ cursor ឲ្យចំទីតាំងរូបថតនេះទី1នេះរូបថតទី1នេះអញ្ចឹងរូបថតខ្ញុំមានឈ្មោះលេខ1នេះវាមានតែម្នាក់ទេណាបាទថតណាលេខ2អត់មានទេអញ្ចឹងលេខ3បាទអញ្ចឹងចូលលេខ3មកតែមកលេខ4អត់មានទេមានលេខ5អញ្ចឹងលេខ5អញ្ចឹងលេខ5លេខ6លេខ7លេខ8អត់មានលេខ10អញ្ចឹងយើងព្រមលេខ9បាទអញ្ចឹងលេខ10អត់មានទេមាន11អញ្ចឹង11បាទ11ដល់10ប្រហែល20 33អត់មាន34ទេបាទអញ្ចឹងវារត់ដល់34ដល់33អញ្ចឹងវាមាន35តែម្ដងអញ្ចឹង35នេះបញ្ចូលជាក់ស្ដែងបាទអញ្ចឹងបើយើងដូររូបថតអញ្ចឹងហើយងាយស្រួលក្នុងការបញ្ចូលរូបថតណាបាទ49អត់មាន49ទេមាន48បាទអញ្ចឹងបញ្ចូលដល់48អញ្ចឹង48 49អត់មាន50បាទអញ្ចឹង50អញ្ចឹងរូបថតខ្ញុំដាក់ឈ្មោះបាននេះប្រព័ន្ធនេះដាក់បានឈ្មោះត្រឹម60នាក់បាទអញ្ចឹងដល់60អស់ហើយបាទអញ្ចឹង60នាក់អញ្ចឹងប៉ុណ្ណឹងណាយើងបញ្ចូលប៉ុណ្ណឹងហើយយើងចុច save បាទចុច save តែមកយើងមក home វិញយើងមើលកាតសិស្សអញ្ចឹងកាតសិស្សហ្នឹងអត្តលេខណាដែលវាលូតចេញមកនេះវាអត់ចេញអត្តលេខវាអត់មានបាទអត់មានរូបថតបាទយើងដាក់មានមកនេះដូចគ្នាទេខ្សែអត្តលេខជាន់គ្នាបាទអញ្ចឹងលេខ5លេខ4ចំក្រោយគេយើងដាក់លេខ7ទៅបាទនេះយើងបដូរបានខាងក្រោមនេះច័ន្ទគតិថ្ងៃទីចំច័ន្ទគតិថ្ងៃទីផុតកំណត់បាទថ្ងៃផុតកំណត់នៃកាតបាទតែយើងឲ្យវាផុតកំណត់ថ្ងៃណាយើងដាក់មកវានឹងចេញកន្លែងតែនេះបាទអញ្ចឹងដល់ហួសឆ្នាំការសិក្សាក្នុងមួយឆ្នាំហ្នឹងវាផុតកំណត់កាតហ្នឹងគឺជាសាបងទៅណាអញ្ចឹងការសិស្សមានប៉ុណ្ណឹងណាបាទអញ្ចឹងយើង preview មើលអញ្ចឹងប៉ុណ្ណឹងបន្ទាប់ពីកាត់សិស្សរួចបាទយើងមានអីគេតារាងសិចបាទនេះតារាងសិចនេះគឺបើយើងបញ្ចូលព័ត៌មានទាំងអស់គឺវានឹងចូលទាំងអស់បាទអញ្ចឹងតារាងសិចនេះយើងបំពេញមកភេទបាទភេទបើយើងភេទស្រីយើងទាញរូបវងមូលនេះដាក់មកបាទភេទប្រុសយើងទាញដាក់ប្រុសចេះមកបាទហើយយើងអាយុបាទនេះដូចគ្នាទាញដូចគ្នា
កំប្រិតវប្បធម៌បាទនេះយើងពេញព័ត៌មានរបស់យើងមកបាទអញ្ចឹងសោខាននេះគឺវារត់ចូលឲ្យស្វ័យប្រវត្តិប៉ុន្តែក្នុងការគិតអាយុនេះគឺយើងត្រូវគិតថាក្នុងឆ្នាំសិក្សា2024 2025នេះចំនួនសិស្សរឹបគិតត្រឹមថ្ងៃទីប្រហែលទីយើងបំពេញនេះមកតែរឹបគិតថ្ងៃទីប៉ុន្មានអញ្ចឹងខ្ញុំឧទាហរណ៍ថាគិតពីថ្ងៃទី1ឧទាហរណ៍ណាថ្ងៃទី1បាទខែ1បាទខែ1បាទ2024ចាស់អូខេព្រោះសិស្សនេះសិស្សឆ្នាំមុនបាទអញ្ចឹងវានឹងគិតឲ្យរឹបចំនួនមកសិស្សចូលថ្នាក់មានអាយុប្រមាណហ្នឹងប្រមាណនេះសិស្សឡើងថ្នាក់ឡើងថ្នាក់បាទសិស្សថ្មីណាបាទអានេះសិស្សជនជាតិភាគតិចបាទបើមានវាទាញចូលហើយណាបាទប៉ុណ្ណឹងអានេះអត់មានអីទេណាបាទអញ្ចឹងយើងមកវិញមកទៅមកទៀតអញ្ចឹងខ្ញុំបង្ហាញតារាងដំបូងសិនតារាងសេចបន្ទាប់ពីតារាងសេចមកបញ្ជីឈ្មោះនិងតារាងផ្សេងអញ្ចឹងមានបញ្ជីរីនាមសិស្សនេះវារាប់វាទាញមកយើងបញ្ចូលយ៉ាងម៉េចក៏ដោយគឺវាទាញមកតាមអក្សរក្រមទាញចូលក្នុងតារាងនេះណាបាទអញ្ចឹងក្នុងតារាងនេះយើងអាចបដូរទីកន្លែងបាទទីកន្លែងកំណើតហើយទីកន្លែងបច្ចុប្បន្នអញ្ចឹងវានឹងដូរឲ្យបាទនេះបាទយើងចង់បានអីវាដូរឲ្យអញ្ចឹងអានេះមួយស្លឹកពីរស្លឹកអាហ្នឹងបើសិនជាវាច្រើនលក្ខណៈថាវាលើសស្លឹកឬយ៉ាងណាឥឡូវយើងចុចមួយស្លឹកពីរស្លឹកតាមហ្នឹងទៅបាទច្រឡំបញ្ជីរាយនាមសិស្សបន្ទាប់មកបញ្ជីកម្រងបញ្ជីកម្រងនេះវាគិតអាយុបាទគិតអាយុយើងជ្រើសរើសអាយុមកនេះបាទពីប្រហែលឆ្នាំអានេះ7ឆ្នាំយើងជ្រើសរើស6ឆ្នាំអានេះស៊ីសងយើងរើសបាទយើងរើសទៅណាវារឹបចាប់ទៅនឹងឯង7បាទ8 9នេះខ្ញុំចាស់រើសទៅណា10ឧទាហរណ៍ទៅហ្នឹងយើង11អញ្ចឹងវារឹបស្រីប្រុសឲ្យស្រេចបាទ11 12បាទរឹបតាមនោះរើសតាមនោះបាទអញ្ចឹងវិធីកម្រងរួចហើយវេនសម្អាតអញ្ចឹងវេនសម្អាតយើងអាចរើសប្រធានថ្នាក់បាទយើងរើសមកបើជន់គ្នាវាលុតអាលឿនក្រហមឲ្យណាបាទអានេះខ្ញុំរើសឧទាហរណ៍ណាអានេះយើងរើសកុំឲ្យជន់គ្នាមកអូខេជន់អាក្រមអូខេអញ្ចឹងសល់ខាងគឺវានឹងចែកតាមថ្ងៃឲ្យស្មើគ្នាបាទនេះបាទអញ្ចឹងបើសិនជាសល់ខាងនេះវាចែកប៉ុន្តែអានេះបានតែ9នាក់ទាំងថ្ងៃ3ថ្ងៃចុងក្រោយ3ថ្ងៃដំបូងនៃដើមសប្តាហ៍គឺវា10នាក់ឯសាវាចែកអាថ្ងៃដំបូងនេះឲ្យពេញសិនបាទតែក្នុងករណីលើសតែម្នាក់ទេអត់លើសច្រើនបើសិនជាចែកទៅស្មើគ្នាវាដាក់មកស្មើគ្នាបាទហើយយើងប្រធានថ្នាក់យើងចង់ជ្រើសរើសថែមទៀតក៏បានបាទយើងរើសមកនេះបាទនេះបើវាឈ្មោះជននេះអាលឿនក្រហមបើយើងអត់ប្រធានថ្នាក់យើងមានតែ3យើងលុបចេញមកបាទអញ្ចឹងយើងចង់រើសប្រធានក្រុមបោះនៅតាមថ្ងៃក៏បានដែរណាបាទនេះវារត់ចូលទៅស្វ័យប្រវត្តិបើយើងចង់រើសដោយមិនអោយវាចូលស្វ័យប្រវត្តិយើងជ្រើសរើសអត្តលេខតាមទីត្រង់នេះមកបាទនេះប៉ុន្តែនេះឈ្មោះជន់គ្នាអញ្ចឹងវាដាក់លឿនក្រហមប្រាប់អញ្ចឹងយើងដាក់លេខផ្សេងកុំឲ្យវាជន់គ្នាអញ្ចឹងប៉ុន្តែយើងរើសឲ្យគ្រប់ថ្ងៃយើងត្រូវរើសឲ្យគ្រប់ថ្ងៃជន់គ្នាយើងត្រូវរើសឲ្យគ្រប់ថ្ងៃមកបាទរើសឲ្យគ្រប់ថ្ងៃបានវាចែកបានស្មើគ្នាអញ្ចឹងគេរើសគ្រប់ថ្ងៃវាចែកស្មើគ្នាអញ្ចឹងបើសិនយើងលុប3ថ្ងៃនេះចោលបាទអញ្ចឹងអាក្រមនេះបាទវាចែកស្មើគ្នាអញ្ចឹងបើយើងលុបទាំងអស់មកវានឹង
រៀបចំដោយខ្លួនឯងនៃស្វ័យប្រវត្តិបាទអានេះប្រធានក្រុមបោះអញ្ចឹងអនុប្រធានក្រុមបោះយើងរើសបានដែរនេះអនុប្រធានក្រុមបោះយើងចុចរើសមកបាទណាមានអីទេណាសោកខានគឺវាចូលដោយខ្លួនឯងនៃស្វ័យប្រវត្តិបាទហើយបញ្ជីខ្ចីសៀវភៅបាទអញ្ចឹងបញ្ជីខ្ចីសៀវភៅបាទនេះអ្នកគាត់ប្រើឆ្នាំមុនបញ្ជីខ្ចីសៀវភៅវាមាន2នេះមួយទៀតតម្រងបែបនេះបាទយើងបញ្ចូលជាលេខមកបាទអូខេការវិភាគអញ្ចឹងការវិភាគបាទអញ្ចឹងការវិភាគវាមានតម្រងបែបនេះបាទព្រោះខ្ញុំធ្វើតាមលោកគ្រូក៏ដាក់ឲ្យដែរដោយសារអីខ្ញុំមិនមែនជាគ្រូបឋមទេខ្ញុំមិនដឹងតែការវិភាគមិនទេខ្ញុំដាក់អញ្ចឹងតាមកាត់មកបាទអញ្ចឹងការវិភាគមានម៉ោងគោរពទង់ជាតិមានម៉ោងចេញមានម៉ោងចេញលេងណាបាទម៉ោងចេញលេងបាទមកព្រឹកនេះវាអញ្ចឹងរៀបអញ្ចឹងបាទការវិភាគរួចបញ្ជីស្រង់ពិន្ទុនិទេសតាមមុខវិជ្ជាបាទអញ្ចឹងអានេះយើងអាចបដូររើសខែបានរើសអីក៏បានដែរបាទប្រចាំឆ្នាំឆមាសបាទដល់វាទាញរឹបនិទេសឲ្យហើយនិទេសយើងចង់បានអង់គ្លេសក៏បានខ្មែរក៏បានចង់បានអីក៏បានដែរបាទនិទេសអូខេនិទេសខ្មែរមួយខ្មែរមួយហ្នឹងគ្មានអត់ចាញ់នោះហើយនិទេសមធ្យមហ្នឹងក៏បាត់យ៉ាងបាទអញ្ចឹងនិទេសយើងរើសមិនក៏បានដែរបាទបន្តមកទៀតបញ្ជីសិស្សត្រូវប្រឡងឡើងថ្នាក់បាទអញ្ចឹងអានេះយើងរៀបតាមអក្សរក្រមមកបាទអញ្ចឹងវាចេញមិនចេះអញ្ចឹងសល់ខាងខាងក្រមយើងអាចលាក់បានយើងហាយវាចោលមកលាក់កាឡាមកអូខេយើង preview មើលអូខេទៅមកទៀតមធ្យមភាគសិស្សអាហារូបករណ៍បាទអញ្ចឹងយើងរៀបតាមអក្សរក្រមមកបាទអញ្ចឹងនេះសិស្សដែលមានអាហារូបករណ៍វានឹងរត់ចូលឲ្យស្វ័យប្រវត្តិអក្សរខណ្ឌយើងហាយវាចោលមកយើងលាក់ជួបលេខមកចុចលាក់មកវានឹងលាក់ឲ្យបាទអញ្ចឹងក្នុងប្រឡោះនេះវាចេញដោយសារយើងអត់បានយកខែហ្នឹងយើងយកពាក្យថាមិនយកអញ្ចឹងទិន្នន័យហ្នឹងអត់មានអញ្ចឹងវាអត់ចេញទេអញ្ចឹងខែនេះយើងត្រូវបានប្រឡងហើយយើងយកមកវាចូលមកហើយបាទនេះឆមាសបាទនេះអត់មានដែរបាទអញ្ចឹងអានឹងប៉ុណ្ណឹងណាបាទនេះបើយើងចុចលំនាំដើមវារត់លំនាំដើមមកវិញអញ្ចឹងយើងបង្ហាញវាសិនមកយើងចុចលំនាំដើមមកនេះវារត់ទៅតាមលំនាំដើមឬថាអក្សរក្រមមកអូខេបន្តមកទៀតបញ្ជីឈ្មោះសិស្សឡើងថ្នាក់បាទនេះសិស្សដែលត្រូវការប្រឡងឡើងថ្នាក់បាទអញ្ចឹងសិស្សធ្លាក់សិស្សធ្លាក់អានេះសិស្សបញ្ជីឈ្មោះសិស្សឡើងថ្នាក់បាទនេះសិស្សដែលសិស្សជាប់បាទអញ្ចឹងយ៉ាងនេះសខានយើងហាយមកនេះសិស្សដែលគាត់បានជាប់មជ្ឈមភាគបាទបាទនេះបានសិស្សប្រឡងឡើងថ្នាក់ទៅមកទៀតរចនាសម្ព័ន្ធបាទរចនាសម្ព័ន្ធនេះគឺដូចទៅនឹងវេនបោះដដែលណាបាទដំបូងយើងត្រូវរើសប្រធានថ្នាក់បាទនេះប្រធានថ្នាក់ខ្ញុំថាវាយលេខ5លេខ5ដែលមានរូបថតមានរូបថតលេខ4បាទលេខ4លេខ6យ៉ាងលេខ6ណានោះវាចែងឲ្យអនុសាខាលេខ7លេខ8ដល់បាទអញ្ចឹងសោខាននេះគឺវានឹងចែកអនុសាខាទី1ដល់អនុសាខាទី6ដោយស្មើគ្នាបាទចែកមកស្មើគ្នាអញ្ចឹងបើសិនជាយើងចង់រើសអនុសាខាយើងគ្រាន់តែបញ្ចូលអត្តលេខមកបាទអនុសាខាបាទរើសយើងរើសឲ្យរើសក្រុមណៃមកហើយអានេះប្រធាននៃអនុសាខាជួរនេះជួរខាងនេះអនុប្រធាននៃអនុសាខាបាទតាមក្រុមនៃអនុសាខានីមួយៗបាទយើងអាចជ្រើសរើសបានបាទអញ្ចឹងសខានវានឹងរាប់វានឹងទាញចូលដោយស្វ័យប្រវត្តិចែកឲ្យស្វ័យប្រវត្តិស្មើគ្នាបាទ
បញ្ជីស្រង់បន្ទុកឆមាសទី1បាទអានេះកាន់តែយើងបញ្ចូលពីកន្លែងបញ្ចូលបន្ទុកសម្រង់បន្ទុកមកវាចូលអានេះវាមាននិទេសវាមាននិទេសវាមានចំណាត់ថ្នាក់បាទអញ្ចឹងចំណាត់ថ្នាក់វាលោតឲ្យស្វ័យប្រវត្តិបាទបន្តមកទៀតបញ្ជីស្រង់បន្ទុកឆមាសទី2បាទនេះបាទហើយតម្រង់กระดาษនេះគឺដូចជាមួយនឹងសភៅស្រង់បន្ទុកហៅធំណាបាទដូចគ្នាបាទតារាងគឺដូចគ្នាបាទបន្តមកទៀតគឺមានបញ្ជីឈ្មោះសិស្សបោះបង់ការសិក្សាបាទអញ្ចឹងក្នុងប្រព័ន្ធនេះអត់មានសិស្សបោះបង់ទេអញ្ចឹងវាអត់ចេញឲ្យទេបាទបើវាបោះបើមានសិស្សបោះបង់យើងដាក់ប1ឬកស1ប2ឬកស2ច្បាស់វាលោតចូលក្នុងនេះហើយឲ្យដាក់បោះបង់មកវាទាញចូលហើយបន្តមកទៀតមានក្របសម្រងតួវត្តមានបាទអានេះក្របមាន2បាទនេះក្របសម្រងបន្ទុកក្របវត្តមានបាទអញ្ចឹងក្នុងតារាងផ្សេងនេះគឺមានតែប៉ុណ្ណឹងទេណាបាទអញ្ចឹងបន្ទាប់មកយើងចូលទៅក្នុងការបញ្ចូលបន្ទុកបាទអញ្ចឹងការបញ្ចូលបន្ទុកមិនថាខែមិនថាឆមាសទេគឺដូចគ្នាទេមិនថាឆមាសទី1ឆមាសទី2ទេគឺដូចគ្នាអញ្ចឹងខ្ញុំឧទាហរណ៍នៅខែដំបូងគឺខែទី1វាត្រូវនឹងខែវិច្ឆិកាបាទអញ្ចឹងយើងបញ្ចូលបន្ទុកមកបើសិនជាយើងបញ្ចូលខុសវានឹងអាលឿនក្រហមប្រាប់បាទឧទាហរណ៍ថាយើងបញ្ចូលបើសិស្សនឹងបាន5កន្លះយើងដាក់ 5.5 បាទយើងចូលមកត្រូវបាទតែបើយើងដាក់តែ 5.5 បាទនឹងវានឹងអាលឿនក្រហមប្រាប់បន្ទុកនឹងខុសហើយយើងបញ្ចូលលើសក៏វាខុសដែរបាទ10បើយើងដាក់11វាលុតអាលឿនក្រហមបាទអញ្ចឹងបើសិនជាក្នុងករណីសិស្សអត់បានប្រឡងយើងអាចដាក់ A ក៏បានបាទដាក់ A ឬក៏ A ទូចក៏បានបាទ0ក៏បានបាទ A នោះគឺដាក់សំដៅទៅលើក្នុងការចំណាំបាទពេលសិស្សតវ៉ាអីយើងដឹងថាសិស្សនឹងអវត្តមានអត់បានប្រឡងនៅម៉ោងមុខវិជ្ជាណាមួយណាបាទអញ្ចឹងមុខវិជ្ជាទាំងអស់នេះយើងបញ្ចូលមកក្នុង1កាឡននេះគឺគិតមេគុណ1បាទក្នុងកាឡនគិតមេគុណ1បាទអញ្ចឹងយើងបំពេញមកបាទពេញមេគុណមកតើទាំងអស់នេះមានប្រមាណមុខអញ្ចឹងដែលគិតដាក់មកមាន10អញ្ចឹងគិតដាក់មេគុណ10បាទអញ្ចឹងការបញ្ចូលបន្ទុកមានតែប៉ុណ្្នឹងទេណាបាទអញ្ចឹងក្រោមនេះគ្រាន់តែវាស្រង់ស្ថិតិមកបាទសិស្សប្រមាណជាប្រទេសប្រមាណហ្នឹងបាទអញ្ចឹងការបញ្ចូលបន្ទុកគឺដូចគ្នាមិនថាឆមាសមិនថាខែគឺដូចគ្នាទេបាទហើយសម្រាប់មធ្យមភាគប្រចាំឆមាស1និងប្រចាំឆមាស2គឺដូចគ្នាដែរអញ្ចឹងក្នុងនេះវាមានតែ4ខែទេព្រោះយើងជ្រើសរើសបានតែ4ខែដោយសារអីខែមួយទៀតយើងអត់យកកាលណាដែលយើងអត់យកប្រព័ន្ធវាអត់ទាញចូលមកទេអញ្ចឹងកាលខែណាដែលវាយកវាទាញចូលមកបែបនេះអញ្ចឹងវានឹងចែកនឹង4ដោយស្វ័យប្រវត្តិយើងមិនបាច់ដាក់ទេបាទតែយើងកំណត់ឲ្យដល់ត្រូវហើយឯនេះវាលោតចែកដោយស្វ័យប្រវត្តិបាទប៉ុណ្្នឹងឯងណាបាទមធ្យមភាពប្រចាំឆមាសទី2ក៏ដូចគ្នាបាទកាលណាដែលយើងកំណត់ឲ្យដល់ជ្រើសរើសខែនោះត្រឹមត្រូវហើយដែលយើងត្រូវការយកហើយគឺឯនេះវាចែកនឹងចំនួនខែហ្នឹងដោយស្វ័យប្រវត្តិបាទបន្តមកទៀតមានអីគេចំណាត់ថ្នាក់តាមខែតាមខែបាទអញ្ចឹងយើងអាចជ្រើសរើសបានតាមខែបាទអញ្ចឹងខែធ្នូបាទយើង preview មើលមកបាទអញ្ចឹងអានេះវាបើសិនជាអត់លោតតាមអក្សរក្រមលោកគ្រូអ្នកគ្រូគាត់ថារៀបចំណាត់ថ្នាក់អញ្ចឹងវានឹងរៀបឲ្យតាមអក្សរក្រមអញ្ចឹងយើង preview មើលមកបាទនេះតារាងអានេះសម្រាប់តារាងទី1នេះគឺមានពីខែពីតេស្តដើមឆ្នាំរហូតដល់តេស្តចុងឆ្នាំតែអត់មានប្រចាំឆ្នាំអត់មានប្រចាំឆមាសទេបាទអញ្ចឹងប្រចាំឆ្នាំប្រចាំឆមាសគឺនៅខាងក្រោមនេះចំណាត់ថ្នាក់ប្រចាំឆមាសនេះខាងនេះក៏បានចុចខាងនេះក៏បានខាងនេះក៏បានចំណាត់ថ្នាក់ប្រចាំឆមាសបាទអញ្ចឹងប្រចាំឆមាស1ប្រចាំឆមាស2និងប្រចាំឆ្នាំបាទអញ្ចឹងយើងគ្រាន់តែរៀបចំណាត់ថ្នាក់មកអូខេអញ្ចឹងវានឹងរៀបឲ្យ
អញ្ចឹងយើង free view មើលមកបាទហើយតារាងទី2យើងចុចចំណាត់ថ្នាក់ទី2តារាងទី2នេះមានទាំងអស់មានពីតេស្តដើមឆ្នាំអត់មានពីខែរហូតដល់ប្រចាំឆមាសបាទពីខែរហូតដល់ប្រចាំឆមាសហើយប្រចាំឆ្នាំបាទមានទាំងអស់ក្នុងនេះប៉ុន្តែគ្រាន់តែវាអត់មានបន្ទុកសរុបទេវាមានទៅជាអវត្តមានវិញបាទបើដាក់ច្រើនពេកវាចង្អៀតអញ្ចឹងខ្ញុំដកបន្ទុកសរុបតាមតម្រូវការរបស់លោកគ្រូក៏ចង់ឲ្យចេញអវត្តមានយើងនេះចេញអវត្តមានមកអញ្ចឹងតារាងចំណាត់ថ្នាក់គឺមានប៉ុណ្ណឹងណាបាទអញ្ចឹងបន្ទាប់មកមានសម្រងអវត្តមានបាទសម្រងអវត្តមាននេះយើងបញ្ចូលតាមខែបាទខែវិច្ឆិកាបាទអញ្ចឹងខែវិច្ឆិកានេះលេខ1ចំណុចសលេខ1នេះមិនមែនខែ1ណាបាទក្នុងប្រព័ន្ធវារាប់ចាប់គ្នាពីខែដំបូងខែទី1ដែលយើងចូលកងគឺខែវិច្ឆិកាខែឲ្យខែទៅគឺវារាប់ត្រង់នេះគឺខែទី1បាទប៉ុន្តែខែទី1នេះយើងចូលកងដោយខែវិច្ឆិកាបាទបើយើងចុចត្រង់លេខ1នេះច្បាស់ជាវាចូលសម្រងបន្ទុកខែវិច្ឆិកានេះហើយបាទយើងចុចបញ្ជីអវត្តមានច្បាស់ជាវាចូលក្នុងបាទខែវិច្ឆិកានេះដែរបាទអញ្ចឹងបើសិនវាខុសកន្លែងលេខនេះយើងជ្រើសរើសមកបាទវាខែ11ឬខែ11បាទខែ12ឬខែ12មកបាទខែ5ឬខែ5អានេះវាដូរឲ្យស្វ័យប្រវត្តិបាទដូរថ្ងៃឲ្យមិញខែ11អញ្ចឹងយើងដាក់ខែ11វិញមកបាទហើយឆ្នាំនេះយើងកាលនេះឆ្នាំ2024ឥឡូវយើងដាក់2025បាទអញ្ចឹងវាដូរថ្ងៃមកបើយើងដាក់2024យើង double click វាមក2024នេះបាទអញ្ចឹងការបញ្ចូលអវត្តមានគឺយើងអាចជ្រើសរើសបានអានេះអត់ច្បាប់នឹងអក្សរខ្មែរនិងអក្សរអង់គ្លេសបាទគេច្រើនគេប្រើអង់គ្លេសដោយសារងាយស្រួលបញ្ចូលអង់គ្លេសយើងចុចតែមួយណាបាទយើងចុច A បាទ P អញ្ចឹងមកបាទអូខេអញ្ចឹងវានឹងរាប់ឲ្យមកអញ្ចឹងបើសិនជាថ្ងៃដែលយើងឈប់សម្រាកថ្ងៃបុណ្យយើងដាក់ដោយអក្សរ S បាទអញ្ចឹងវាទាញចេះបើបុណ្យអីគេយើងចង់បានថាបុណ្យអីគេយើងទាញសែបនេះយកមកដាក់មកហើយសែបនេះយើងសេរីវាឲ្យត្រូវមកបាទសេរីវាត្រូវទៅមកយើង edit វាមកបាទបុណ្យអីគេយើងដាក់មកនេះសរសេរមកនេះ edit បានណាបាទ edit បានបុណ្យអីគេយើងដាក់មកបាទនេះកាន់តែឧទាហរណ៍ណាបាទកាន់តែឧទាហរណ៍ទេបាទអាក្រោមនេះគឺវាសរុបអវត្តមានបាទមានភាគរយមានអីណាបាទមានវារាប់ឲ្យទាំងអស់អញ្ចឹងការបញ្ចូលអវត្តមានគឺមានតែប៉ុណ្្នឹងទេបាទអញ្ចឹងខាងក្រោមនេះគឺច័ន្ទគតិសូរ្យគតិយើងបំពេញវាមកបាទតាមខែមកបាទអានេះខែណាខែស្រង់បន្ទុកខែណាយើងបញ្ចូលខែហ្នឹងវាចាប់គ្នានៅតាមខែហ្នឹងឯងតាមលេខបាទលេខ1លេខ2អញ្ចឹងលេខ1លេខ2លេខ3លេខ4លេខ5សារ៉ានេះក៏ដូចគ្នាវាចាប់គ្នាអវត្តមានវានឹងចូលទៅតាមខែហ្នឹងឯងដែលយើងជ្រើសរើសចំណាត់ថ្នាក់បាទតើមកមធ្យមភាពប្រចាំឆ្នាំអានេះអត់មានបាច់ធ្វើអីទេបាទមេគុណនេះវាចែកអំពីស្រាច់យើងបំពេញក៏បានដែរប៉ុន្តែវាត្រូវតែចែកអំពីជាងឯងយើងមិនបាច់ធ្វើអីទេតើមកទៀតតារាងកិត្តិយសបាទតារាងកិត្តិយសនេះគឺយើងជ្រើសរើសបាទជ្រើសរើសតាមខែមកបាទខែមករាយើងរៀបចំមាត់ថ្នាក់អូខេយើង preview មើលអញ្ចឹងខែមករានេះគឺខែមករានេះគឺមានលេខ5ចំនួន2នាក់អញ្ចឹងកាលណាមានលេខ5 2នាក់វានឹងចូលដោយស្វ័យប្រវត្តិអ្នកឡើងនេះបាទនេះវាចូលไปហ្នឹងឯងណាបាទហើយយកលេខ5តំណែងយើងរៀបចំណាត់ថ្នាក់មកអូខេ preview មើលអូអានេះ2នាក់ទៀតខែវិច្ឆិកាក៏2នាក់ខែធ្នូម្ដង
លេខចំណាត់ថ្នាក់2នាក់ដែរប្រហែលជាវាឆមាសតែម្នាក់ទេអញ្ចឹងវាចេញតម្រងបែបនេះបើសិនជាលេខ5មានតែម្នាក់វាចេញបែបនេះតែមាន2នាក់វាចេញខាងក្រោមដោយស្វ័យប្រវត្តិនេះបាទអញ្ចឹងចំណាត់ថ្នាក់កាញ់ត្នេះច័ន្ទគតិសុរិយគតិត្នេះគឺយើងបំពេញព័ត៌មានគ្រូបាទអញ្ចឹងចំណាត់ថ្នាក់មានចំណាត់ថ្នាក់តារាងកិត្តិយសមាន2ណាអញ្ចឹងនេះតារាងកិត្តិយសទី1បាទអត់មានរូបថតទេដល់ពេលតារាងកិត្តិយសទី2បាទយើងចុចតារាងកិត្តិយសទី2ក៏បានចុចសញ្ញាព្រួយនេះក៏បានបាទអញ្ចឹងតារាងកិត្តិយសទី2បាទយើងចុចតម្រៀបមកបាទនេះអញ្ចឹងយើង preview មើលបាទនេះវាចេញបែបនេះអានេះដោយសារយើងយកនិទេសបើយើងយកនិទេសខ្មែរមួយអត់ចាញ់ទេ AB បើយកខ្មែរចាញ់ AB ផងចាញ់ខ្មែរផងបើយកនិទេស AB វាចាញ់ AB ត្រង់លើសញ្ញាមេដៃអញ្ចឹងខ្ញុំទៅដូរនិទេសឲ្យមើលអញ្ចឹងខ្ញុំដាក់និទេស AB និទេសខ្មែរក៏បាន AB ក៏បានបាទបានកិត្តិយសហើយនេះវាចាញ់បែបនេះយើង preview មើលនេះវាចេញបែបនេះតារាងកិត្តិយសអញ្ចឹងបើយើងយកខែមករាច្បាស់វាចេញ2នាក់យើង preview មើលបាទនេះចេញម្នាក់ទៀតលេខ5 2នាក់ប៉ុន្តែលេខ5ម្នាក់ទៀតអត់មានរូបថតទេបាទលេខ5ម្នាក់ទៀតអត់មានរូបថតមកយកលេខខែផ្សេងមានរូបថតអត់មានណាអត់អញ្ចឹងអ្នកបានលេខ5នោះអត់មានរូបថតទេអញ្ចឹងតារាងកិត្តិយសវាមានតម្រងបែបនេះទៅពីតារាងកិត្តិយសមកវាមាននិទេសតាមមុខវិជ្ជាបាទនិទេសតាមមុខវិជ្ជាបាទទេតាមមុខវិជ្ជាមកមានតាមដានការសិក្សាបាទតាមដានការសិក្សានេះយើងគ្រាន់តែជ្រើសតាមខែនេះមកបាទខែឆមាសជ្រើសមកហើយយើង search វាទៅតាមលេខរៀងបាទលេខរៀងទី2បាទលេខរៀងទី3បាទប៉ុន្តែបើសិនយើងករណីចង់ print ទាំងអស់សិស្សហ្នឹងមានដូច60នាក់យើងចង់ print ដល់60នាក់យើងចុចលេខ60មកដាក់ពីលេខ1ទៅដល់លេខ60បាទអញ្ចឹងយើងចុច print all អញ្ចឹងច្បាស់ជាវា print ទាំងអស់ហើយបាទ print all ទាំងអស់យើងចុចតាម click print ទាំងអស់បើសិនជាករណី computer រត់អត់រួចយើងដាក់ពីលេខ1ដល់លេខ20ចុះ print មកដល់20ចឹងទៅណាបាទអញ្ចឹងយើងចុច print មកវាអាចជា print ពីលេខរៀងទី1ដល់លេខរៀងទី20បាទដល់យើង print បន្តទៀតមកយើងដាក់20ដល់21ដល់40យើងចុច print ទៅបាទនេះយើងដាក់ការពារខ្លាចកុំម៉ាស៊ីន print រត់អត់រួចបើរត់រួចយើងដាក់ពីលេខ1ដល់លេខ60តែម្ដងមកបាទវានឹង print ឲ្យទាំងអស់តែម្ដងអញ្ចឹងសភៅតាមដានគឺមានតែប៉ុណ្្នឹងបាទបន្តមកទៀតសិក្ខាការិកបាទសិក្ខាការិកយើងអាចជ្រើសរើសតាមអត្តលេខបាទឬក៏យើងអាច print ទាំងអស់ក៏បានរើសតាមលេខរៀងក៏បានលើតាមលេខរៀងគឺយើងលុបអត្តលេខចោលឧទាហរណ៍យើងលុបអត្តលេខចោលសិនបានវារត់លុបអត្តលេខចោលយើងរើសតាមលេខរៀងមកបាទញ៉េបើយើងចង់ print បាទដូចគ្នាដែរយើង print ពីលេខរៀងទី1ដល់លេខរៀងទី60បាទយើងចុច print all មកវានឹងរត់ឲ្យទាំងអស់ print ចេញទាំងអស់ប៉ុន្តែបើសិនជាលោកគ្រូអត់បាន print ទេចន្លងចេញពីក្នុង computer ម្ដងលោកគ្រូអ្នកគ្រូគ្រាន់តែ click ទៅលើអត្តលេខយើងបើកសភៅសិក្ខាការិកមកយើងវាយលេខមកបាទឧទាហរណ៍វាយលេខលេខម៉ាននេះអត់ចាំវាយលេខ35ចុះអញ្ចឹងយើងបើកសិក្ខាការិកមកឃើញលេខ35 enter មកវាទាញទិន្នន័យ
អត្តលេខ35ហ្នឹងមកឲ្យយើងកត់ហើយបាទនេះសិក្ខាក្រឹតអញ្ចឹងសិក្ខាក្រឹតនេះយើងប្រឡងយើងបញ្ចូលមុខវិជ្ជាអីវាចេញនឹងឯងអាណាដែលយើងអត់បានបញ្ចូលគឺវាទទេអត់មានអីទេបាទប៉ុណ្្នឹងឯងសិក្ខាក្រឹតបាទងាយស្រួលបាទទៅមកទៀតសិក្ខាក្រឹតរួចហើយប្រតិបត្តិបន្ទុកបាទប្រតិបត្តិបន្ទុកគឺយើងចង់ព្រីតម្ដងមួយក៏បានចង់ព្រីទាំងអស់ក៏បានប្រតិបត្តិបន្ទុករួចមកមានអីទៀតសរុបបន្ទុកតាមមុខវិជ្ជាប្រចាំឆ្នាំគឺតារាងសិក្សាហ្នឹងឯងគឺយើងរាប់ចំនួនបន្ទុកឆមាស1បូកឆមាស2ចែកនឹង2តើបន្ទុកបាន1បន្ទុក2បន្ទុក3បន្ទុកដល់10បន្ទុកនេះមានចំនួនប្រមាណនេះអញ្ចឹងទៅណាបាទស្រីប្រុសរាប់អញ្ចឹងអានេះអត់មានអីទេណាបើសិនជាយើងបញ្ចូលព័ត៌មានអស់អញ្ចេះវាចេញមកទាំងអស់អញ្ចេះបាទបើយើងបញ្ចូលព័ត៌មានអត់អស់ទេច្បាស់ជាវាចេញត្រេយើងចេញត្រេបែបនេះចេញត្រេបែបនេះបាទអានឹងមានអីទេតែប៉ុណ្្នឹងទេបន្ទាប់មកទៀតបានសរសើរបាទបានសរសើរនេះត្រង់កន្លែងនាយកសាលានេះបើជានាយិកាយើងដូរកន្លែងព័ត៌មានគ្រូតែបើសិនកែងតនេះនាយកសាលាបើយើងចង់ដាក់នាយិកាយើងមិនដាក់ព័ត៌មានគ្រូទេយើងដាក់កែងតនេះបាទនាយិកាបាទនាយកសាលាបាទហើយយើងជ្រើសរើសតាមអត្ថលេខបាទហើយប្រចាំឆ្នាំយើងចេញលទ្ធផលប្រចាំឆ្នាំក៏បានចេញតាមខែក៏បានឲ្យទៅសាលាយើងមានលទ្ធភាពក្នុងការចេញបានសរសើរនេះបាទចេញបានទាំងអស់ថ្ងៃច័ន្ទគតិសូរិយគតិយើងអាចបំពេញតែម្ដងក៏បានបាទអញ្ចឹងបានសរសើរនេះវាមាន3សុំសុំទី1នេះសុំទី2សុំទី3បាទអញ្ចឹងយើង preview មើលបាទអញ្ចឹងស្អាតបាទនេះបានសរសើរអញ្ចឹងអាក្រោយខាងក្រោយនេះគឺឈ្មោះរបស់សាលាវាចេញអក្សរដិតច្បាស់ទេវាចេញស្មោខាងក្រោយ logo ហ្នឹងគឺឈ្មោះសាលាបាទអញ្ចឹងបានសរសើររួចហើយបាទអញ្ចឹងអានេះតេស្តដើមឆ្នាំបាទអានេះតេស្តចុងឆ្នាំបាទអញ្ចឹងប្រព័ន្ធហ្នឹងគឺមានតែប៉ុណ្្នឹងណាបាទអញ្ចឹងបើសិនជាលោកគ្រូអ្នកគ្រូត្រូវការប្រើឆ្នាំក្រោយទៀតអញ្ចឹងលោកគ្រូអត់បាក់លុបទិន្នន័យចាស់ទេទុកទិន្នន័យចាស់សិនយើង copy file នេះដាក់ឈ្មោះថ្មីទៅបាទតែមកយើងគ្រាន់តែបើយើងចូលលុបម្ដងមួយយើងមើលទៅវារឹងពិបាកចូល clear ម្ដងមួយយូរអញ្ចឹងយើងចុចពាក្យថាលុបទិន្នន័យយើងចុច click វាមកអញ្ចឹងវានឹងសួរយើងថាតើអ្នកចង់លុបទិន្នន័យទាំងអស់មែនទេអញ្ចឹងវាលុបអីខ្លះបាទខ្ញុំដាក់ហើយនេះវាលុបប្រវត្តិរូបសាស្ត្របន្ទុកសាស្ត្រអវត្តមានសាស្ត្ររូបថតសាស្ត្របញ្ជីផ្សេងបាទអញ្ចឹងខ្ញុំអត់បានលុបទេខ្ញុំចុចទេបើយើងចុចចាស់បាទវាច្បាស់ជាលុបហើយបាទអញ្ចឹងប្រព័ន្ធនេះមានតែប៉ុណ្្នឹងទេណាបាទអញ្ចឹងអរគុណច្រើនលោកគ្រូអ្នកគ្រូដែលបានទស្សនាវីដេអូនេះជូនពរលោកគ្រូអ្នកគ្រូមានសុខភាពល្អ